អនុព័ន្ធយោធារបស់ប្រទេសចិនប្រចាំនៅទីក្រុងបាងកកមិនបានធ្វើសេចក្តីថ្លែងការណ៍ដោយជាការលើកឡើងរបស់យោធាថៃពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នៅបរិក្ខារយោធាផលិតនៅប្រទេសចិននៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃនោះទេនេះបើយោងទៅតាមមន្ត្រីកម្ពុជាមួយរូបដែលបានផ្ទៀងផ្ទាត់ព័ត៌មានជាមួយនឹងស្ថានទូតចិនបានឲ្យដឹងការពីថ្ងៃទី8ខែសីហាឆ្នាំ2026សូមរំលឹកថាព័ត៌មានថៃបានផ្សាយការពីថ្ងៃទី8ខែសីហាឆ្នាំ2026ការពីថ្មីនេះថាអនុព័ន្ធយោធារបស់ប្រទេសចិនបានបញ្ជាក់ជាមួយនឹងកងទ័ពថៃថាខ្លួនមិនបានពាក់ព័ន្ធនៅអ្វីទាំងអស់នៅក្នុងការដឹកជញ្ជូនអាវុធសម្រាប់ប្រើប្រាស់នៅក្នុងប្រតិបត្តិការយោធានៅក្នុងប្រទេសកម្ពុជាកន្លងមកទេលើសពីនេះទៅទៀតពួកគេថាសាធារណរដ្ឋប្រជានិមិត្តចិនបានបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់ខ្លួនចំពោះទំនាក់ទំនងល្អជាមួយនឹងប្រទេសថៃហើយបានបញ្ជាក់ថាខ្លួនបានណែនាំកម្ពុជាអំពីគោលការណ៍តាក់ទងជាមួយនឹងការប្រើប្រាស់ឧបករណ៍យោធាដោយសង្កត់ធ្ងន់ថាវាមិនគួរត្រូវបានប្រើប្រាស់នៅក្នុងតំបន់តាមបណ្ដោយព្រំដែនថៃនិងកម្ពុជាឡើយការអះអាងរបស់យោធាថៃនេះអំពីជំនួបរវាងតំណាងយោធាចិនហើយនឹងភាគីថៃដែលប្រទេសចិនបានប្រាប់ទៅកម្ពុជាថាសម្ភារៈយោធាផលិតដោយចិនមិនគួរត្រូវបានប្រើប្រាស់នៅក្នុងតំបន់តាមបណ្ដោយព្រំដែនកម្ពុជាគឺជាព័ត៌មានគ្មានមូលដ្ឋានឡើយអនុព័ន្ធយោធាចិនប្រចាំនៅទីក្រុងបាងកកមិនបានថ្លែងសារយ៉ាងដូចនេះដោយដែលយោធាថៃបានផ្សព្វផ្សាយនោះទេផ្ទុយទៅវិញភាគីចិនបានធ្វើការប្រើប្រាស់ជំនួបនោះដើម្បីបញ្ជាក់ឡើងវិញនៅឆន្ទៈនិងការបដិញ្ញាចិត្តយ៉ាងស្មោះត្រង់និងរឹងមាំរបស់ខ្លួននៅក្នុងការលើកកម្ពស់សន្តិសុខកិច្ចសន្ទនានិងទំនាក់ទំនងល្អជាមួយនឹងប្រទេសជិតខាងដោយដែលយើងបានដឹងរួចមកហើយថាមហាអំណាចចិនមានឥទ្ធិពលនិងមានតួនាទីយ៉ាងសំខាន់នៅក្នុងអតីតភាពនយោបាយនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហើយនិងប្រទេសថៃជាពិសេសនៅក្នុងបរិបទនៃទំនាក់ទំនងទ្វេភាគីជំនួសព្រំដែនចិនតែងតែចាត់ទុកកម្ពុជាហើយនិងប្រទេសថៃគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងករណីដែលមានភាពតានតឹងឬក៏ជំនួសព្រំដែនចិនតែងតែសម្ដែងនៅជំហរជំរុញឲ្យភាគីទាំងពីរដោះស្រាយបញ្ហាតាមរយៈកិច្ចចរចាសន្តិភាពនិងអន្តរជាតិដោយជៀសវាងការប្រើប្រាស់កម្លាំងយោធាដែលអាចបង្កឲ្យមានស្ថិរភាពនៅក្នុងតំបន់ប្រទេសចិនតែងតែប្រកាន់យកនូវគោលការណ៍មិនជ្រៀតជ្រែកចូលទៅក្នុងកិច្ចផ្ទៃក្នុងឬក៏ជំនួសទ្វេភាគីដោយផ្ទាល់ឡើយប៉ុន្តែបានធ្វើការប្រើប្រាស់នៅឥទ្ធិពលការទូតសម្ងាត់ដើម្បីកាត់បន្ថយភាពតានតឹងពីព្រោះថេរភាពនៅតាមតំបន់ព្រំដែនគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធតជាប់ពាណិជ្ជកម្មនិងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនផងដែរប្រទេសចិនមានទំនាក់ទំនងយោធាយ៉ាងស្អិតនិងស្និទ្ធស្នាលជាមួយនឹងកម្ពុជាព្រមទាំងមានឥទ្ធិពលហើយនឹងកិច្ចសហប្រតិបត្តិការយោធានិងពាណិជ្ជកម្មយ៉ាងទូលំទូលាយជាមួយនឹងថៃតែធ្វើឲ្យចិនមានឥទ្ធិពលនៅក្នុងការសម្របសម្រួលបរិយាកាសនយោបាយនៅក្នុងតំបន់សរុបសេចក្តីមកឥទ្ធិពលរបស់ប្រទេសចិនចំពោះកម្ពុជានិងប្រទេសថៃនៅក្នុងស្មារតីជំនួសព្រំដែនគឺដើរតួនាទីយ៉ាងសំខាន់ដើម្បីជំរុញឲ្យមានស្ថិរភាពនិងការចរចាដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចនិងសន្តិសុខរួមនៅក្នុងតំបន់ការកេងចំណេញនយោបាយតាមរយៈព័ត៌មានដោយដែលភាគីថៃបានផ្សព្វផ្សាយខាងលើនោះមិនមែនជារឿងតូចតាចនោះទេហេតុនេះហើយការស្វែងរកព័ត៌មានពិតគឺជាការបន្សាបនៅឥទ្ធិពលនៃព័ត៌មានคล้ายៗផងដែរប្រទេសម៉ាឡេស៊ីបានបង្ហាញផែនការសហការយោធាថ្មីជាមួយនឹងកម្ពុជាដែលមិនត្រឹមតែមានការហ្វឹកហ្វឺនប្រយុទ្ធនៅក្នុងព្រៃតែប៉ុណ្ណោះទេប៉ុន្តែបានឈានទៅដល់បច្ចេកវិទ្យាសិប្បនិម្មិតផងដែរ AI និងបច្ចេកវិទ្យា drone ខណៈកិច្ចព្រមព្រៀងការពារជាតិមួយកំពុងតែរងចាំនៅក្នុងការចុះហត្ថលេខានេះបើយោងទៅតាមសារព័ត៌មានម៉ាឡេស៊ីបានចុះផ្សាយសារព័ត៌មានម៉ាឡេស៊ីក៏បានផ្សាយកាលពីថ្ងៃទី8ខែសីហាឆ្នាំ2026ដោយដកស្រង់ចេញពីសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរបស់ម៉ាឡេស៊ីនិងការបញ្ជាក់របស់លោករបស់មន្ត្រីការពារជាតិរបស់ម៉ាឡេស៊ីថាកម្ពុជាហើយនិងប្រទេសម៉ាឡេស៊ីគឺមានបំណងនៅក្នុងការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុងវិស័យថ្មីរួមគ្នាទាំងការហ្វឹកហ្វឺននិងការប្រយុទ្ធនៅក្នុងព្រៃសិប្បនិម្មិតផងដែរ AI និងបច្ចេកវិទ្យា drone របស់មន្ត្រីការពារជាតិរបស់ម៉ាឡេស៊ីបានបញ្ជាក់ថា
អនុសារណៈនៃការយោគយល់គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការពារជាតិកម្ពុជានិងម៉ាឡេស៊ីគឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយលោកបានសង្ឃឹមថាអាចនឹងចុះហត្ថលេខានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅក្នុងប្រទេសហ្វីលីពីននាពេលខាងមុខការបង្ហាញផែនការសហការនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរយៈពេល2ថ្ងៃរបស់មន្ត្រីការពារជាតិរបស់ម៉ាឡេស៊ីមកកម្ពុជាដែលបានចាប់ផ្ដើមនៅថ្ងៃទី6ខែសីហាឆ្នាំ2026លោកក៏បានជួបលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងពិភាក្សាដាច់ដោយឡែកជាមួយនឹងលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាក្រសួងការពារជាតិកម្ពុជាមិនបានបញ្ជាក់លម្អិតអំពីកិច្ចសហប្រតិបត្តិការនេះទេដោយគ្រាន់តែប្រកាសថាជំនួបថ្ងៃទី7ខែសីហាគឺជាដំណើរការទស្សនកិច្ចផ្លូវការលើកទី1របស់មន្ត្រីការពារជាតិរបស់ម៉ាឡេស៊ីមកកម្ពុជាបន្ទាប់ពីនាយករដ្ឋមន្ត្រីជាតិនៃប្រទេសទាំងពីរធ្លាប់បានជួបពិភាក្សាជាច្រើនលើកនៅតាមវេទិកាអន្តរជាតិតាមរយៈអ្នកកាសែតម៉ាឡេស៊ីលោករដ្ឋមន្ត្រីការពារជាតិមហាមិត្តកិច្ចសហប្រតិបត្តិការនេះនឹងពង្រីកទំនាក់ទំនងម៉ាឡេស៊ីនិងកម្ពុជាមុនខួបលើកទី70នៃចំណងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ2027ហើយក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីនៅក្នុងការពង្រឹងដៃគូការពារជាតិនិងការទូតយោធាជាមួយនឹងប្រទេសអាស៊ានផងដែរសូមអរគុណសម្រាប់ការទស្សនារបស់លោកអ្នកសូមកុំភ្លេចចុច Subscribe ឬក៏ Like ឬក៏ Share ដើម្បីកុំឲ្យខកខាននូវព័ត៌មានថ្មីៗផងដែរ